នៅស៊ូដង់នាយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ទី10ឧសភាក្រុមប្រដាប់អាវុធទាហានប៉ារ៉ាស៊ូដង់បានបើកការវាយប្រហារទម្លាក់គ្រាប់និងដោយដ្រូនទៅលើទីតាំងពីរកន្លែងផ្សេងគ្នាទីតាំងទី1នៅជំរំជនភៀសខ្លួនអាប៊ូឈូកនៅតំបន់ដាហ្វូខាងជើងដែលស្ថិតនៅភាគខាងលិចប្រទេសដោយបានផ្តាច់ជីវិតជនស៊ីវិលស៊ូដង់មួយគ្រួសារប្រមាណ14នាក់ទីតាំងទី2នៅមន្ទីរឃុំឃាំងមួយកន្លែងក្នុងរដ្ឋកូដូហ្វង់ខាងជើងនៅភាគខាងត្បូងប្រទេសបណ្ដាលឲ្យអ្នកទោស19នាក់ស្លាប់បាត់បង់ជីវិតនិងមនុស្ស45នាក់ផ្សេងទៀតរងរបួសបើគិតត្រឹមថ្ងៃសៅរ៍ទី10ឧសភាយ៉ាងហោចណាស់មនុស្ស33នាក់បានស្លាប់ក្នុងការវាយប្រហារនេះបើយោងតាមការបញ្ជាក់របស់ក្រុមជួយសង្គ្រោះស្ម័គ្រចិត្តនិងក្រុមគ្រូពេទ្យចំណែកឯកងទ័ពរដ្ឋាភិបាលស៊ូដង់ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍អាប់ដែលហ្វាតាអាល់ប៊ូរ៉ាន់ក៏បានវាយបកវិញតាមផ្លូវអាកាសដោយបានកំទេចឃ្លាំងស្តុកអាវុធជាច្រើនកន្លែងនិងគ្រឿងសព្វាវុធយោធារបស់ក្រុមប្រដាប់អាវុធទាហានប៉ារ៉ានៅទីក្រុងនីយ៉ាឡានិងអែលហ្គេណាណេនៅតំបន់ដាហ្វូខាងលិចនេះបើយោងតាមប្រភពកងទ័ពរដ្ឋាភិបាលប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP រដ្ឋាភិបាលស៊ូដង់និងអង្គការ Amnesty International បានចោទប្រកាន់អេមីរ៉ាត់អារ៉ាប់រួមថាជាអ្នកផ្គត់ផ្គង់អាវុធចិនដល់ក្រុមប្រដាប់អាវុធស៊ូដង់ទង្វើនេះជាការរំលោភបំពានបំរាមរបស់អង្គការសហប្រជាជាតិរីឯអេមីរ៉ាត់អារ៉ាប់រួមបានច្រានចោលរាល់គ្រប់ពាក្យចោទប្រកាន់ដោយបដិសេធថាមិនបានជ្រៀតជ្រែកក្នុងចំនួននៅស៊ូដង់សូមរំលឹកថាតាំងពីថ្ងៃទី15មេសាចំនួនរវាងកងទ័ពរបស់ឧត្តមសេនីយ៍ពីររូបគឺលោកអាប់ដែលហ្វាតាអាល់ប៊ូរ៉ាន់ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិនិងលោកមូហាម៉េតហាំដានដាហ្គាឡូដែលជាមេបញ្ជាការក្រុមប្រដាប់អាវុធទាហានប៉ារ៉ាបានបណ្ដាលឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់និងមានអ្នកបំលាស់ទីក្នុងស្រុកនិងភៀសខ្លួនជាច្រើនលាននាក់បើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិនេះជាគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយនៅក្នុងសកលលោកការប្រជុំមុខដាក់គ្នារវាងឧត្តមសេនីយ៍ជើងខ្លាំងទាំងពីររូបកំពុងបន្តមាននិងបើតាមមើលទៅគ្មាននរណាម្នាក់សុខចិត្តលើកទង់ជាតិសឬមួយក៏ធ្វើសម្បទានឲ្យនរណាម្នាក់ឡើយបច្ចុប្បន្ននេះកងទ័ពរដ្ឋាភិបាលគ្រប់គ្រងនៅតំបន់ភាគកណ្ដាលភាគខាងកើតនិងភាគខាងជើងស៊ូដង់រីឯក្រុមប្រដាប់អាវុធទាហានប៉ារ៉ាវិញកាន់កាប់ភាគខាងលិចនៃតំបន់ដាហ្វូស្ទើរតែទាំងស្រុងនិងតំបន់ខាងត្បូងមួយផ្នែក